Pol Pot ជាឈ្មោះស្ថាបនិកនៃរបបកម្ពុជាប្រជាធិបតេយ្យនៅថ្ងៃទី17ខែមេសាឆ្នាំ1975ដល់ថ្ងៃទី7ខែមករាឆ្នាំ1979លោកកើតនៅថ្ងៃទី25ខែឧសភាឆ្នាំ1928នៅភូមិព្រែកស្បូវខេត្តកំពង់ធំលោកជាកូនទី8ក្នុងចំណោមបងប្អូន9នាក់ស្រី2នាក់ដែលគ្រួសារលោកជាកសិករស្តុកស្តម្ភធនមធ្យមប៉ុន្តែនៅក្នុងប្រវត្តិរូបដែលធ្វើនៅកូរ៉េខាងជើងបញ្ជាក់ថាលោកកើតនៅឆ្នាំ1925ដែលតាមលោក David Chandler អ្នកប្រវត្តិវិទូជនជាតិអង់គ្លេសលើកឡើងថាការបង្ហាញអាយុកើតមិនត្រឹមត្រូវរបស់ប៉ុល ពត គឺប្រហែលក្នុងបំឡងឲ្យគេដឹងថាលោកប៉ុល ពត មានអាយុច្រើនជាងនួនជាបងធំទី2ដែលកើតនៅឆ្នាំ1927លោកមានឈ្មោះក្នុងបញ្ជីជាតិថាសាឡុតសដែលតាមការរៀបរាប់របស់មិត្តភ័ក្តិរបស់លោកផ្ដល់បទសម្ភាសន៍ឲ្យបណ្ដាអ្នកប្រវត្តិវិទូឲ្យដឹងថាសាឡុតសជាមនុស្សស្ងៀមស្ងាត់និងស្លូតបោតលោកបានក្លាយទៅជាអ្នកដឹកនាំប្រទេសនៅពាក់កណ្ដាលខែមេសាឆ្នាំ1975ក្រោយពីផ្ដួលរំលំរបបសាធារណរដ្ឋរបស់លោកសេនាប្រមុខ Donald ដែលគាំទ្រដោយសហរដ្ឋអាមេរិកនិងជារបបដែលប្រជាពលរដ្ឋខ្មែរចងចាំនិងហៅថារបបរដ្ឋប្រហារថ្ងៃទី18មីនាឆ្នាំ1970ប៉ុន្តែបរិបទមិនបង្ហាញអត្តសញ្ញាណម្នាក់បានបង្ហាញពីអត្តចរិតរបស់ប៉ុល ពត កាលពីនៅក្មេងថាប៉ុល ពត ជាក្មេងយូកងបាត់ផ្សារលោកប៉ុល ពត បានលាក់ប្រវត្តិរបស់ខ្លួនចាប់តាំងពីការចេញធ្វើបដិវត្តរហូតដល់ពាក់កណ្ដាលឆ្នាំ1976ទើបលោកប្រកាសតាមវិទ្យុសំឡេងភ្នំពេញថាលោកឈ្មោះប៉ុល ពត ដែលសូម្បីតែក្រុមគ្រួសារលោកក៏គ្មានអ្នកណាម្នាក់បានស្គាល់ដែរថែមទាំងរងគ្រោះដោយសារការដឹកនាំប្រទេសរបស់លោកទៀតផងនៅក្នុងវ័យ6ឆ្នាំប៉ុល ពត បានចូលមករស់នៅទីក្រុងភ្នំពេញដោយស្នាក់នៅក្នុងវត្តបទុមវតីនិងដែលមានការជ្រោមជ្រែងពីបងស្រីជីដូនងើម្នាក់ឈ្មោះមាក់ជាអ្នករាំរបាំក្នុងព្រះរាជបរមវាំងនិងក្រោយមកក៏ក្លាយទៅជាស្នំឯករបស់ព្រះបាទស៊ីសុវត្ថិមុនីវង្សតាមលោក David Dodell ដែលបានដកស្រង់សម្ដីលោកសាឡុតសួងបងប្រុសរបស់ប៉ុល ពត បានឲ្យដឹងទៀតថាក្រោយមកប្អូនស្រីទំនងជាប្អូនប្អូនរបស់ប៉ុល ពត ឈ្មោះសារឿនក៏បានក្លាយទៅជាស្នំឯករបស់ស៊ីសុវត្ថិមុនីវង្សដែរចាប់តាំងពីការឈ្នះសង្គ្រាមដ៏បង្ហូរឈាមរវាងខ្មែរនិងខ្មែរគេមិនដែលឮនិងស្គាល់ឈ្មោះប៉ុល ពត នេះទេសូម្បីតែបងប្អូនបង្កើតរបស់លោករស់នៅនឹងតស៊ូដោយអត្តកម្បាំងនិងជាជននៅពីខ្នងការតស៊ូដែលគេហៅថាអ្នកនយោបាយប្រៅអំណាចស្រមោលប៉ុល ពត ជាឈ្មោះស្ថាបនិកនៃរបបកម្ពុជាប្រជាធិបតេយ្យនៅថ្ងៃទី17ខែមេសាឆ្នាំ1975ដល់ថ្ងៃទី7ខែមករាឆ្នាំ1979លោកកើតនៅថ្ងៃទី25ខែឧសភាឆ្នាំ1928នៅភូមិព្រែកស្បូវខេត្តកំពង់ធំលោកជាកូនទី8ក្នុងចំណោមបងប្អូន9នាក់ស្រី2នាក់ដែលគ្រួសារលោកជាកសិករស្តុកស្តម្ភធនមធ្យមប៉ុន្តែនៅក្នុងប្រវត្តិរូបដែលធ្វើនៅកូរ៉េខាងជើងបញ្ជាក់ថាលោកកើតនៅឆ្នាំ1925ដែលតាមលោក David Chandler អ្នកប្រវត្តិវិទូជនជាតិអង់គ្លេសលើកឡើងថាការបង្ហាញអាយុកើតមិនត្រឹមត្រូវរបស់ប៉ុល ពត គូប្រហែលក្នុងបំណងឲ្យគេដឹងថាលោកប៉ុល ពត មានអាយុច្រើនជាងនួនជាបងធំទី2ដែលកើតនៅឆ្នាំ1927លោកមានឈ្មោះក្នុងបញ្ជីជាតិថាសាឡុតសដែលតាមការរៀបរាប់របស់មិត្តភ័ក្តិរបស់លោកផ្ដល់បទសម្ភាសន៍ឲ្យបណ្ដាអ្នកប្រវត្តិវិទូឲ្យដឹងថាសាឡុតសជាមនុស្សស្ងៀមស្ងាត់និងស្លូតបោតលោកបានក្លាយទៅជាអ្នកដឹកនាំប្រទេសនៅពាក់កណ្ដាលខែមេសាឆ្នាំ1975ក្រោយពីផ្ដួលរំលំរបបសាធារណរដ្ឋរបស់លោកសេនាប្រមុខ Donald ដែលគាំទ្រដោយសហរដ្ឋអាមេរិកនិងជារបបដែលប្រជាពលរដ្ឋខ្មែរចងចាំនិងហៅថារបបរដ្ឋប្រហារថ្ងៃទី18មីនាឆ្នាំ1970ប៉ុន្តែបរិះមិនបង្ហាញអត្តសញ្ញាណម្នាក់បានបង្ហាញពីអត្តចរិតរបស់ប៉ុល ពត កាលពីនៅក្មេងថាប៉ុល ពត ជាក្មេងយូកងបាត់ផ្សារលោកប៉ុល ពត បានលាក់ប្រវត្តិរបស់ខ្លួនចាប់តាំងពីការចេញធ្វើបដិវត្តរហូតដល់ពាក់កណ្ដាលឆ្នាំ1976ទើបលោកប្រកាសតាមវិទ្យុសំឡេងភ្នំពេញថាលោកឈ្មោះប៉ុល ពត ដែលសំបីតែក្រុមគ្រួសារលោកក៏គ្មានអ្នកណាម្នាក់បានស្គាល់ដែរថែមទាំងរងគ្រោះដោយសារការដឹកនាំប្រទេសរបស់លោកទៀតផងនៅក្នុងវ័យ6ឆ្នាំប៉ុល ពត បានចូលមករស់នៅទីក្រុងភ្នំពេញដោយស្នាក់នៅក្នុងវត្តបទុមវតីនិងដែលមានការជ្រោមជ្រែងពីបងស្រីជីដូនមួយម្នាក់ឈ្មោះមាក់ជាអ្នករាំរបាំក្នុងព្រះរាជបរមវាំងនិងក្រោយមកក៏ក្លាយទៅជាស្នំឯករបស់ព្រះបាទស៊ីសុវត្ថិមុនីវង្ស
តាមលោក David Dodal ដែលបានដកស្រង់សម្ដីលោកសាឡុតសួងបងប្រុសរបស់ប៉ុល ពត បានឲ្យដឹងទៀតថាក្រោយមកបងស្រីទំនងជាប្អូនប្អូនរបស់ប៉ុល ពត ឈ្មោះសារឿនក៏បានក្លាយទៅជាស្នំឯករបស់លោកស៊ីសុវត្ថិមុនីវង្សដែរចាប់តាំងពីការឆ្នះសង្គ្រាមដ៏បង្ហូរឈាមរវាងខ្មែរនិងខ្មែរគេមិនដែលឮនឹងស្គាល់ឈ្មោះប៉ុល ពត នេះទេសូម្បីតែបងប្អូនបង្កើតរបស់លោករស់នៅនឹងតស៊ូដោយអត្តកម្បាំងនិងជាជននៅពីក្នុងការតស៊ូដែលគេហៅថាអ្នកនយោបាយប្រៅអំណាចស្រមោលប៉ុន្តែទោះបីជាការដឹកនាំរបស់លោកធ្វើឲ្យប្រជាជនស្អប់ក្អើមរកលេខដាក់ក៏មានក៏ដោយក៏រូបនិងឈ្មោះរបស់លោកមិនត្រូវបានគេដាក់ចោទឬនិយាយថាជាជនក្បត់ជាតិនោះទេលោកគ្រាន់តែត្រូវគេឲ្យឈ្មោះផ្លូវក្រៅផ្លូវថាជាជនបាត់ដៃប្រឡាក់ឈាមជាមេឃាតករតែប៉ុណ្ណោះនៅក្នុងរយៈពេលដែលកាន់អំណាចរបស់គាត់គ្មានអ្នកណាម្នាក់បានដឹងនិងយល់ទេថាហេតុអ្វីបានជាគាត់បង្អត់បាយមនុស្សប្រើមនុស្សទាំងបង្ខំនិងសម្លាប់មនុស្សនោះទេប៉ុន្តែពេលក្រោយមកតាមពាក្យចរាចាមរ៉ាំបានលើកការអះអាងរបស់លោកនួនជាប្រធានរដ្ឋសភានាសម័យនោះមកនិយាយថាពួកគាត់ធ្វើគឺចង់ផ្សត់ជាតិសាសន៍មួយដែលមានតែជនជាតិខ្មែរសុទ្ធដូចខ្មែរកាលពីសម័យអង្គរប៉ុន្តែយ៉ាងណាទាំងពលពតក្តីខៀវសំផនអៀងសារីនិងនួយជាក្តីគឺសុទ្ធតែមិនអាចទទួលស្គាល់នៅទង្វើរបស់ខ្លួនឡើយដែលបានប្រព្រឹត្តអំឡុងពេលកាន់អំណាចដោយគ្រាន់តែនិយាយថាធម្មតាការដឹកនាំតែងតែមានត្រូវមានខុសជារឿងធម្មតាប៉ុល ពត ក៏បានធ្វើឲ្យអង្គសម្ដេចឪព្រះនរោត្តមសីហនុដែលជាព្រះរាជាចុងក្រោយនិងព្រះរាជាអគ្គមហេសីនរោត្តមមានីសសីហនុជាប់ឃុំឃាំងនៅក្នុងព្រះបរមរាជវាំងផងដែរប៉ុន្តែពួកគេក៏បានរំដោះព្រះអង្គពីកម្រិតដីវៀតណាមដែលបានលុកលុបឈ្លានពានក្រមរូបភាពចូលមករំដោះប្រជាពលរដ្ឋខ្មែរឲ្យរួចផុតពីក្រញឹមពិសាចស្រែកឈាមប៉ុល ពត នាថ្ងៃទី7 មករាឆ្នាំ1979សមិទ្ធផលនានាដែលបង្កើតឡើងដោយប៉ុល ពត រយៈពេល3ឆ្នាំ8ខែ20ថ្ងៃមិនត្រូវបានគេទទួលស្គាល់ជាផ្លូវការទេក្រៅពីអត្តកថាជារបប Fascist Hitler នៅក្នុងរបបរបស់លោកមិនមានការបែងចែកវណ្ណៈជានិស្សិតបញ្ញាវន្តអីទេមនុស្សទាំងអស់ត្រូវតែធ្វើការតាមផែនការនិងទទួលទានបបរដូចគ្នាមានតែមនុស្សដែលជាផ្នែកជាចំហអង្គការទេដែលមានឥទ្ធិពលនិងដែលគេស្ដាប់តាមបន្ទាប់ពីឡើងកាន់អំណាចភ្លាមលោកក៏បានបញ្ជាជំនះនិងបណ្ដេញចេញដោយបង្ខំឲ្យប្រជាពលរដ្ឋចាក់ចេញពីទីក្រុងដែលជាកន្លែងដ៏សុខសាន្តរបស់ពួកគេឲ្យទៅនៅជនបទនៅចម្ងាយផ្លូវដ៏វែងឆ្ងាយនិងគ្មានស្បៀងអាហារពីជនបទមួយទៅជនបទមួយផ្សេងទៀតក្រោមលេខបញ្ជាប្រជាពលរដ្ឋពីការប៉ុនប៉ងធូរការទម្លាក់គ្រាប់បែកធ្វើឲ្យទីក្រុងដែលជាបេះដូងរបស់ប្រទេសคล้ายទៅជាខ្មោចទីក្រុងដែលមានតែផ្ទះគ្មានមនុស្សនៅមានតែផ្លូវតែគ្មានមនុស្សដើរប្រាក់លាវដែលបានពុំរួយហើយមិនត្រូវបានគេអនុញ្ញាតឲ្យចាយតាមរបៀបទីផ្សារសេរីឡើយអាការសិក្សានិងអាគារផ្សារទូទាំងប្រទេសបានបិទទ្វារលើកលែងតែផ្សារធំថ្មីមួយប៉ុណ្ណោះដែលទុកឲ្យដំណើរការលក់ដូរសម្រាប់មន្ត្រីទូតប្រទេសកុម្មុយនីសមួយចំនួនដែលនៅបន្តដាក់ទូតជាមួយកម្ពុជាប្រជាធិបតេយ្យនិងក្រោយមកក៏ត្រូវបិទទ្វារទាំងស្រុងដែរនៅក្នុងរបបនេះដែរគឺมันមានការបំពានធ្វើឲ្យខុសសីលធម៌សង្គមដូចជាមានអំពើចោរលួចចោរប្លន់ការលួចលាក់មានស្នេហាឬអំពើនៃការពិតក្បត់នេះគ្នាគ្រប់ទម្រង់នៃសាសនាក៏ត្រូវបានលុបបំបាត់សាលារៀននិងវត្តអារាមមួយចំនួនធំត្រូវបានយកធ្វើជាឃ្លាំងស្តុកស្បៀងដូចជាស្រូវអង្គរពោតសណ្ដែកល្ងនិងវត្តអារាមខ្លះក៏ត្រូវបានវេគុំទៅចោលនិងខ្លះក៏ត្រូវបានយកធ្វើជាមន្ទីរសម្រាប់ឃុំឃាំងមនុស្សដែលអង្គការបានចោទថាជាខ្មាំងជាដើមនៅក្នុងគន្លងវិធីដ៏ស្មុគស្មាញនេះលោកប៉ុល ពត ក៏ត្រូវបានគេលុបលួចធ្វើឃាតជាច្រើនដងមកដែរដូចជាលោកត្រូវបានគេលួចដាក់ថ្នាំបំពុលនៅក្នុងម្ហូបអាហារចំនួន2ដងគេលួចចាំបាញ់មិនបានសម្រេចម្ដងនៅវិមានឯករាជ្យដោយសារតែសភាពករណីមិនអំណោយផលបន្ទាប់មកទៀតលោកក៏ត្រូវបានគេលុបបាញ់ក្នុងមហាសន្និបាតនៅពហុកីឡដ្ឋានជាតិអូឡ িম্প ិកតែមិនបានសម្រេចដូចគ្នាដោយសារតែអ្នកបាញ់ស្គាល់លោកមិនច្បាស់និងលើកចុងក្រោយលោកក៏ត្រូវបានគេពន្ធស្ទាក់បាញ់តាមបណ្ដោយវិធីព្រះមុនីវង្សទល់មកសាលាបឋមសិក្សាបឹងត្របែកតែមិនបានសម្រេចដែរឯនារីសាពីរនាក់របស់លោកបានត្រូវរបួសធ្ងន់ម្នាក់និងម្នាក់ទៀតបានស្លាប់នៅក្នុងឆាកជីវិតដ៏ភួយស្រួយរបស់លោកបានធ្វើឲ្យលោកកាន់តែមានការប្រុងប្រយ័ត្នលែងមានការទុកចិត្តគ្នាឯងចាប់តាំងពីថ្នាក់លើរហូតដល់មូលដ្ឋានលោកក៏បានខ្លាចទៅជាមនុស្សដែលខ្លាចស្រមោលខ្លួនឯងដែរមិនថាអ្នកណាជាអ្នកណាទេឲ្យតែលោកមានការសង្ស័យគឺលោកបញ្ជាឲ្យចាប់និងសម្លាប់ទាំងអស់សូម្បីតែបណ្ដាសមិទ្ធនិងយុទ្ធមិត្តសំខាន់ៗរបស់លោកក៏ដោយ
ការលែងទុកចិត្តគ្នានេះហើយធ្វើឲ្យកម្លាំងដឹកនាំនិងកម្លាំងការពាររបស់លោកកាន់តែជោគសាយនិងងាយធ្វើឲ្យគូសត្រូវរបស់លោកវាយបំបែកលោកបានដោយងាយនាថ្ងៃទី7 មករាឆ្នាំ 1979 ទោះបីជាការកិច្ចផុតពីការប៉ុនប៉ងសម្លាប់ដោយបណ្ដាយុទ្ធមិត្តរបស់លោកក្តីតែទីបំផុតលោកក៏ត្រូវទទួលមរណភាពដ៏ស្រងេស្រងោនិងអតកំបាំងផងដែរនៅខ្ទង់ប្រក់ស្បឺរបស់លោកនៅអន្លង់វិញកាលពីថ្ងៃទី18 មេសាឆ្នាំ 1998 ក្នុងអាយុ74ឆ្នាំបន្ទាប់ពីលោកស្ដាប់នៅការផ្សាយរបស់វិទ្យុសម្លេងសហរដ្ឋអាមេរិកថានឹងមានការកាត់ទោសមេដឹកនាំខ្មែររ៉ុលលោកក៏ព្យាយាមបិទបាំងនិងមិនឲ្យសាច់ញាតិរបស់លោកស្គាល់ផងដែរអំពីកិច្ចការនយោបាយរបស់លោកដោយលោកព្រួយបារម្ភអំពីពួកគេដែលអាចប្រឈមមុខច្បាប់នៅពេលណាគេរកឃើញថាលោកត្រូវមានទោសពីបិទកាប់សម្លាប់ប្រជាជនឯងជាង1លាននាក់នៅឆាកជីវិតនយោបាយចុងក្រោយមុនពេលលោកលាឆាកលោកនេះទៅលោកប៉ុល ពតក៏បានបញ្ជាឲ្យគេសម្លាប់ក្រុមគ្រួសារលោកស៊ុនសែនដែលលោកប៉ុល ពតខ្លួនឯងអះអាងថាជាយុទ្ធមិត្តល្អបំផុតរបស់លោកនោះចោលដោយគ្រាន់តែមានមូលហេតុសង្ស័យទៅលើកូនសម្បត្តិចំនួន3ដែលពួកលោកចាប់បានថាស៊ុនសែននឹងជោគជ័យជាមួយរដ្ឋាភិបាលភ្នំពេញ